ច្រាស់បាយនៅផ្ទះមានចានមានក្បាលមានម្ហូបត្រឹមត្រូវច្រាស់អត់ឆ្ងាញ់ទៀតដេកហាថ្ងៃអីចឹងចូលហាថ្ងៃរាប់ម៉ោងដូចដែលឃើញអញ្ចឹងបាយនៅផ្ទះនៅអីអត់ឆ្ងាញ់ទេតោះតឡើងលើភ្នំអីបានបាយឆ្ងាញ់នេះជាសកម្មភាពដែលយើងត្រូវឡើងទៅភ្នំខ្នងក្រពើដែលចំណាយពេលរយៈពេលប្រហែលជា6ទៅ7ម៉ោងចូលដល់ត្បូងមុខរៀងសរសៃដែររៀងស្វាហាប់ដែរអីហេតែដើរប្រហែលជា20ទៅ30នាទីរៀងហត់បន្តិចអាហ្នឹងគ្រាន់តែផ្លូវរៀបទេណាហើយនៅសោចេញអីធម្មតាទេពេលហ្នឹងនិយាយទៅផ្លូវរៀបអីហ្នឹងគឺនៅសោធម្មតាទេប៉ុន្តែចាំមើលសកម្មភាពតិចទៀតគឺដឹងហើយអូហូគ្រាន់តែដើរកាត់ទឹកអីប៉ុណ្ណឹងតិចថាញាក់សាច់ចាស់អត់ទេគឺធម្មតាឡើយទេតិចទៀតបានដឹងថាវេទនាប៉ុណ្ណាប៉ុន្តែដើរបានប្រហែលជាកន្លះម៉ោងមកដល់កន្លែងគេលក់ទឹកដូងអីហ្នឹងអញ្ចឹងយើងឈប់ទិញអីញ៉ាំសិនបានបន្តដំណើរទៅទៀតដើរហត់ទេគឺដាក់ស្ទីងមកស្ទីងមួយកែវដើម្បីឲ្យមានកម្លាំងដើរហត់ទេឃើញមានតកមានទឹកផ្អែមអញ្ចឹងយើងញ៉ាំទៅយើងរៀងមានកម្លាំងណាអញ្ចឹងយើងអង្គុយសម្រាប់ញ៉ាំមកផ្លែតហើយបានបន្តដំណើរទៅទៀតអញ្ចឹងយើងសម្រាប់បានមកផ្លែតហើយឥឡូវយើងបន្តទៅទៀតពេលឡើងត្បូងអញ្ចឹងយើងរៀងស្វាហាប់យើងអត់ទាន់ហត់ទេណាមួយជាបទពិសោធន៍របស់ខ្ញុំលើកទី1ដែលខ្ញុំឡើងភ្នំដើរប្រហែលជារៀងយូរមកដែរឈប់ញ៉ាំបាយពេលថ្ងៃសិនបាយនៅទេអត់ឆ្ងាញ់បាយនៅទេអត់ឆ្ងាញ់ទេហើយលើកទី1អញ្ចឹងតិចថាបាយកង់អីអត់មានបាយកង់តាមផ្លូវទេគ្រាន់តែហត់ហើយសម្រាប់រៀងច្រើនដងឡើងបន្តិចសម្រាប់អញ្ចឹងណាដោយសារតែពេលឡើងហ្នឹងហត់ហើយវារៀងហប់ដែរហើយកុំឆ្ងល់ថាខ្ញុំអាសាឈប់សម្រាប់ហ្នឹងមានហត់អីទេគឺហត់នៅស្ពាយនំហ្នឹងហ្មងដើរសួរគេដើរបានភាគរយឯបងបានភាគរយឯបងចាគឺសួររហូតតាមផ្លូវខ្ញុំមិនរឹងមាំខ្ញុំគឺរឹងក្បាលហ្មងធ្ងន់អាថងនំហ្នឹងដែរអញ្ចឹងនេះយើងដើរឡើងមកដល់លើបានប្រហែលជា90% ហើយមើលទៅដំណើរខ្ញុំទៅដឹងហើយនិយាយមែនរៀងអស់ដែរឡើងប្រហែលជា6ទៅ7ម៉ោងមែនតិចដែរហើយភ្លៀងអលឹមតិចដែរអញ្ចឹងមកដល់លើឃើញទេសភាពខៀវស្ងាត់អញ្ចឹងគឺបាត់ហត់អញ្ចឹងវីដេអូទី1ខ្ញុំគឺមានតែប៉ុណ្ណឹងទេចាំជួបគ្នានៅវីដេអូទី2ដោយសារតែវែងពេកអញ្ចឹងខ្ញុំសូមផុសជា2វីដេអូណា